ប្រាសាទហើយនឹងធ្វើលទ្ធិទេវរាជហើយនឹងព្រាហ្មណ៍របស់គាត់ឈ្មោះហរណទេវៈដែលបានធ្វើពិធីកាត់សេរសារបស់ស្ដេចជ្វាបាទនៃរាជវង្សសាលេនត្រាក់ហ្នឹង Good morning everyone នេះគឺជាអេពីសូតទី1នៃមនុស្សទេពអង្គរខ្ញុំ Mr. Kim ខ្ញុំបានធ្វើមាតិកាជាច្រើនដូចជា History Challenge Cambodia ហើយមាតិកានេះខ្ញុំចង់បង្ហាញអំពីប្រវត្តិដ៏អស្ចារ្យនិងរឿងរ៉ាវទូទៅនៃអាណាចក្រអង្គរសម័យអង្គរហ្នឹងពីសតវត្សទី9ដល់សតវត្សទី15ហើយក្នុងវីដេអូដែរគឺជាវីដេអូដែលយូរហើយខ្ញុំនឹងធ្វើសេចក្តីអត្ថាធិប្បាយត្រួសតាក់ទងទៅនឹងស្ដេចដែលសាងសង់ហើយគឺជាអ្នកដែលសាងសង់អ្នកដែលស្ថាបនិកសម័យអង្គរមានប្រាសាទជាច្រើនហើយទីតាំងឥឡូវនេះខ្ញុំនៅជិតអង្គរវត្តខ្ញុំនៅប្រាសាទអង្គរវត្តបងប្អូនដឹងទេនៅសម័យអង្គរគឺយើងមានផ្លូវខ្វាត់ខ្វែងគឺយើងមានទំនប់បារាយគឺយើងមានគេថាទឹកសាងអង្គរហ្នឹងគឺពិតជាអស្ចារ្យមែនទែនគឺមានបណ្ដាញគមនាគមន៍បណ្ដាញផ្លូវទឹកដែលធ្វើឲ្យអាណាចក្រមួយនេះគឺល្បីនៅលើសកលលោកដែលមានប្រជាជនជិត1លាននាក់បាទហើយនឹងមានកម្មករមានអ្នកធ្វើប្រាសាទហ្នឹងសម្របប្រហែលជា2ទៅ3សែននាក់ហើយមានដំរីរាប់ម៉ឺនក្បាលដែលបានជួយក្នុងការសាងសង់ប្រាសាទហើយនឹងការធ្វើសង្គ្រាមជាដើមពេលដែលបងប្អូនទៅដល់ថែរងតងនៃខាងត្បូងនៃប្រាសាទអង្គរវត្តបងប្អូននឹងឃើញតកតូននឹងមេតបនៅលើដំរីមានក្បួនព្យួរហចិត្រាទៅធ្វើសង្គ្រាមជាដើមបាទដូច្នេះសម័យអង្គរគឺជាសម័យរុងរឿងបំផុតដែលមានព្រះបាទសូរ្យាវរ្ម័នទី2គឺជាស្ដេចនៃអាណាចក្រកំពូលដែលយើងទឹកដីខាងត្បូងធ្លុះទៅដល់ម៉ាឡេហើយមហាសមុទ្រហើយនឹងទឹកដីថៃសពថ្ងៃទឹកដីសៀមសពថ្ងៃផ្នែកខ្លះនៃភូមាប្រទេសឡាវហើយនឹងប្រទេសចាមហើយនឹងកម្ពុជាក្រោមរាល់ថ្ងៃហ្នឹងគឺជាទឹកដីនៃអាណាចក្រអង្គរបាទគឺទឹកដីធំល្វឹងល្វើយដោយផ្អែកទៅលើសាលាចារឹកបាទនេះអង្គរវត្តខ្ញុំនៅជិតអង្គរវត្តគឺជាប្រាសាទមួយដែលអស្ចារ្យបំផុតនៅលើលោកបាទប្រាសាទអង្គរវត្តគឺជាប្រាសាទមួយដែលមហោច្ឆារមែនទែននៅលើលោកហើយស្ដេចដំបូងដែលជាស្ថាបនិកនៅសម័យអង្គរហ្នឹងខ្ញុំរៀបរាប់មុនគេទី1គឺព្រះបាទជ័យវរ្ម័នទី2នៅឆ្នាំ802ដល់ឆ្នាំ850គាត់គឺជាស្ថាបនិកដំបូងដែលបានសាងសង់ប្រាសាទជាច្រើននៅលើភ្នំកូលែនហើយនឹងរាជធានីដំបូងគឺហារិហរឡាយាបាទប្រាសាទនៅលើភ្នំកូលែនមានជាង50ប្រាសាទហើយប្រាសាទមុនគេគឺប្រាសាទអារាមរងចិនហើយជ័យវរ្ម័នទី2គឺជាស្ដេចដំបូងដែលគេហៅថាពិធីសាសនាមុនគេគេហៅថាទេវរាជាគឺជាពិធីលទ្ធិទេវរាជដែលយើងចាត់ទុកជាស្ដេចគឺជាអាទិទេពដែលធ្វើឲ្យមនុស្សជាច្រើនមានការប្រឹងប្រែងលះបង់ដើម្បីសាសនាហើយដើម្បីសាងអាណាចក្រដ៏ធំមួយនេះដំបូងនៅសម័យអង្គរបាទអញ្ចឹងដំបូងគឺនៅហរិហរឡាយារលួសយើងហ្នឹងហើយតមកក៏តាំងទីតាំងនៅប្រាសាទអកយំហើយក៏ដូរទៅភ្នំកូលែនគឺជាភ្នំតំណាងឲ្យគេហៅថាមហេន្ទ្របរិវត្តគឺជាភ្នំនៃរាល់អាទិទេពទាំងឡាយនៅក្នុងសាសនាព្រាហ្មណ៍ហើយបានសាងសង់ប្រាសាទហើយនឹងធ្វើលទ្ធិទេវរាជហើយនឹងព្រាហ្មណ៍របស់គាត់ឈ្មោះហរណទេវៈដែលបានធ្វើពិធីកាត់សេរសារបស់ស្ដេចជ្វាបាទនៃរាជវង្សសាលេនត្រាក់ហ្នឹងដើម្បីធ្វើពិធីហ្នឹងគឺទទួលឯករាជ្យពីជ្វាដោយសារសម័យមុនហ្នឹងសម័យចិនឡាទឹកនិងចិនឡាគោកហ្នឹងមានតំបន់ខ្លះគឺបានជ្វាចូលមកលុកលុយនៃរាជវង្សសាលេនត្រាក់បីឡើងគ្រងរាជ្យជាគេថាស្ដេចនៃអាទិទេពនៃស្ដេចហ្នឹងទេវរាជាហ្នឹងអញ្ចឹងគឺចាប់ផ្ដើមសង់ប្រាសាទជាច្រើនហើយជាកំណើតដំបូងនៃអាណាចក្រអង្គរបាទគឺជាបុព្វការីជនរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលសាងសង់អង្គរវត្តដែលយើងកំពុងតែឈរហ្នឹងបាទអញ្ចឹងស្ដេចទី1គឺជាវរ្ម័នទី2 850ដល់ឆ្នាំ802ដល់ឆ្នាំ850បន្ទាប់មកកូនរបស់ព្រះអង្គបាទបុត្ររបស់ព្រះអង្គជ័យវរ្ម័នទី3ក៏បានសាងសង់ប្រាសាទខ្លះបន្តតែរៀងរវើយតិចគឺឆ្នាំ854ដល់ឆ្នាំ877បាទហើយគាត់គឺជាស្ដេចម្នាក់ដែលចូលចិត្តគេហៅថា elephant hunting គឺការប្រមាញ់ដំរីជាដើមបាទអញ្ចឹងបន្ទាប់មកខ្សែរាជវង្សរបស់គាត់មួយទៀតឈ្មោះឥន្ទ្រវរ្ម័នទី1ដែលគាត់យកប្រាសាទលលៃដែលគាត់យកប្រាសាទបាគងដែលគាត់សង់ប្រាសាទព្រះគោដើម្បីឧទ្ទិសជូនបុព្វការីជនរបស់ព្រះអង្គ
មានខាងព្រះមេដាហើយនឹងជ័យវរ្ម័នទី2ដែលជាស្ថាបនិកដំបូងនៃប្រាសាទនៅសម័យអង្គរមុនគេបាទហើយនឹងប្រាសាទបាគងហ្នឹងគឺជាប្រាសាទភ្នំដំបូងនៅចំកណ្ដាលរាជធានីហារ៉ាឡាយ៉ាបាទដែលយើងហៅថារលួសហើយប្រាសាទបាគងគឺជាប្រាសាទភ្នំដំបូងមិនមែនសង់ទៅលើភ្នំទេគឺជាប្រាសាទភ្នំលក្ខណៈជាភ្នំតំណាងឲ្យគេហៅថាភ្នំព្រះសុមេរបាទជាទីតាំងនៃអាទិទេពដែលព័ទ្ធជុំវិញទៅដោយកំពែងហើយនិងមហាសមុទ្រជាច្រើនបាទកសិនទឹកគឺតំណាងឲ្យមហាសមុទ្រអញ្ចឹងប្រើពេលប្រាក់ប្រហែល20ឆ្នាំសាងសង់ប្រាសាទបាគងជាប្រាសាទរាជរបស់ស្ដេចហ្នឹងហើយទូប៉មខាងខ្ពស់ជាងគេហ្នឹងគឺជួសជុលក្រោយមកទៀតនៅសម័យអង្គរវត្តបាទដោយព្រះបាទសូរ្យាវរ្ម័នទី2ហើយប្រាសាទបាគងគឺជាប្រាសាទដំបូងដែលយើងចាប់ផ្ដើមសាងសង់ដូចជានាគបាទដូចជានាគហ្នឹងប៉ុន្តែនាគសម័យហ្នឹងគឺសង់នៅលើមិនមែននៅលើខឿនខ្ពស់ដូចអង្គរវត្តនេះទេគឺសង់ផ្ទាល់ដីបាទគឺ Naga Dragon ហ្នឹងបាទនាគគឺតំណាងឲ្យទឹកគឺតំណាងឲ្យអំណាចចេស្តានៃមហាក្សត្រខ្មែរនៅសម័យអង្គរអញ្ចឹងអន្តរប្រវត្តិទី1ក៏បានសាងសង់ប្រាសាទជាច្រើនហើយនឹងក៏ជាស្ថាបនិកដំបូងនៃអាណាចក្រខ្មែរបាទបន្ទាប់មកគឺយសោវ្រ្ម័នទី1បាទឆ្នាំ877បាទ889ដល់900ហ្នឹងគឺបានផ្លាស់ប្ដូររាជធានីពីតំបន់រលួសមកភ្នំអខែងគឺជាប្រាសាទភ្នំដំបូងមុនគេនៃសម័យអង្គរហើយប្រាសាទភ្នំនៅលើភ្នំធម្មជាតិបាទដែលមានកំពូលចំនួន109កំពូល109គឺតំណាងឲ្យព្រះសុមេរុបាទភ្នំព្រះសុមេរុរបស់កំពូលខ្ពស់ជាងគេគឺភ្នំកៃឡាសដែលជាទីស្ថានរបស់ព្រះសិវៈបាទហើយមានតែប្រាសាទភ្នំអខែងទេដែលមានកំពូលចំនួន109បាទជាចំនួនមួយដែលគេហៅថាពេញគ្រប់ number គ្រប់ចំនួននៃភ្នំព្រះសុមេរុសូម្បីតែអង្គរវត្តក៏ជាតំណាងឲ្យភ្នំព្រះសុមេរុដែរប៉ុន្តែកំពូលមានតែ9ទេយើងមិនអាចធ្វើឲ្យគ្រប់ចំនួន109បាទដូច្នេះភ្នំអខែងជាប្រាសាទមួយដែលសង់នៅលើភ្នំធម្មជាតិដែលមានកំពូល109ហើយចំកណ្ដាលនៃរាជធានីដំបូងនៃអង្គរបាទរលួសមុនគេប៉ុន្តែ20គីឡូពីអង្គរតំបន់អង្គរទៅអញ្ចឹងភ្នំអខែងគឺរាជធានីមុនគេគេហៅថាយសោធរបុរៈទី1ហើយដែលមានកំពែងព័ទ្ធហ្នឹងគឺ4គីឡូម៉ែត្រ4ជ្រុងអញ្ចឹង16គីឡូគឺធំជាងអង្គរធំ3គីឡូ4ជ្រុងវាស្មើ12គីឡូបាទអញ្ចឹងភ្នំអខែងមុនគេហ្នឹងគឺ6ដល់10គីឡូបាទហើយដែលមានសល់ទឹកតាងជាច្រើនបាទទឹកតាងតាក់ទងទៅនឹងកំផែងព័ទ្ធជុំវិញនៃភ្នំអខែងហ្នឹងគឺសល់ទឹកតាំងច្រើនមែនទែនតាក់ទងទៅនឹងកំផែងព័ទ្ធជុំវិញដែលយើងធ្វើដំណើរផ្លូវ Charles de Gaulle ពីសៀមរាបទៅអង្គរវត្តហ្នឹងគឺឃើញមានពំនុកហ្នឹងគឺជាផ្នែកខ្លះនៃកៅខ្នាវគឺបន្លាយហើយនឹងព័ទ្ធជុំវិញហើយនឹងផ្នែកខ្លះនៃកំពែងនៃប្រាសាទភ្នំអខែងឬក៏ជារាជធានីដំបូងយសោធរបុរៈទី1បាទអញ្ចឹងប្រាសាទភ្នំអខែងហើយសម័យយសោវ្រ្ម័នទី1ហ្នឹងគឺមានអាស្រមគឺបានសាងសង់អាស្រម100កន្លែងបាទអាស្រម100កន្លែងហើយនឹងមានជាច្រើនទៀតហើយប្រាសាទភ្នំអខែងពីសម័យបុរាណហ្នឹងគឺមានឈ្មោះយសោធរេស្វរៈព្រះបាទយសោវ្រ្ម័នទី1គាត់មានជាមរណនាមគឺបរមេស្វរៈបាទហើយដែលគាត់សាងសង់អាស្រមជាច្រើនហ្នឹងហើយគាត់ក៏បានជីកបលាយបាទជីកបលាយខាងកើតហ្នឹងគេហៅបរាយខាងកើតហ្នឹងដែលមានចម្ងាយ7គីឡូម៉ែត្របណ្ដោយហើយនឹង 1.8 ទទឹងដែលមានប្រាសាទសប្តាហ៍ថ្ងៃនេះមានប្រាសាទមេបុណ្យខាងកើតនៅចំកណ្ដាលនៃបារាយហ្នឹងបារាយនៃសម័យអង្គរគឺមាន5ធំបារាយទី1គឺមុនគេហ្នឹងគឺបារាយអន្តរតរកៈដែលយសោវ្រ្ម័នទី1ហ្នឹងគាត់ជីកនៅខាងកើតហ្នឹងគឺប្រាសាទរលីបាទយសោវ្រ្ម័នទី1ដែលជាកូនដែលជាបុត្ររបស់អន្តរប្រវត្តិទី1ហ្នឹងគឺបារាយនៅលលៃដែលមានបណ្ដោយហ្នឹងគឺ3គីឡូកន្លះហើយទទឹង800ម៉ែត្រហើយបារាយមួយទៀតហ្នឹងគឺបារាយយសោតរកៈហ្នឹងគឺបារាយខាងកើតបាទ7គីឡូហើយគុណនឹង 1.8 គីឡូហើយដែលមានប្រាសាទមេបុណ្យខាងកើតនៅចំកណ្ដាលបន្ទាប់ពីយសោវ្រ្ម័នទី1គឺព្រះបាទហសរវរ្ម័នដែលឆ្នាំ900ដល់ឆ្នាំ922ដែលមានប្រាសាទបាសេចាំក្រុង
ជាប្រាសាទភ្នំមួយដែរដែលនៅគៀកប្រាសាទភ្នំបាខែងហើយបន្ទាប់មកគឺអ៊ីសានវរ្ម័នបាទអ៊ីសានវរ្ម័នហ្នឹងក៏ឡើងគ្រងរាជបន្តប៉ុន្តែបកមកវិញសម័យហ្នឹងគឺជ័យវរ្ម័នទី4ក៏សោយរាជស្រដៀងគ្នាដែលគាត់ធ្វើដំណើរទៅតំបន់កោះកេរគាត់បានដាច់ខ្លួនឬក៏អាចនិយាយបានថាគាត់មានតំបន់អបគមមួយគឺនៅតំបន់កោះកេរគាត់បានសាងសង់ប្រាសាទកោះកេរជាច្រើនដូច្នេះសម័យហ្នឹងគឺមានស្ដេចពីរព្រះអង្គគឺហសរវរ្ម័នហើយនិងកូនរបស់ព្រះអង្គហ្នឹងគឺអេសានវរ្ម័នដែលសោយរាជនៅតំបន់អង្គរយើងហ្នឹងប៉ុន្តែព្រះបាទជ័យវរ្ម័នទី4គឺជាពូហ្នឹងក៏បានធ្វើតំបន់អបគមមួយនៅតំបន់កោះកេរបាទលុះត្រាថ្ងៃមួយនៅពេលដែលអេសានវរ្ម័នក៏ឡើងសោយរាជបានមួយរយៈហើយគាត់ក៏បានលាចាកលោកទៅបន្ទាប់មកគឺជ័យវរ្ម័នទី4ក៏បានប្រកាសឯករាជ្យក៏បានប្រកាសថាគាត់គឺជាស្ដេចតែមួយគត់នៅលើអាណាចក្រអង្គរដែលមានទឹកដីធំល្វឹងល្វើយហើយក៏បានសាងសង់ប្រាសាទនៅតំបន់កោះកេរជាច្រើនមែនតើ30ទៅ40ប្រាសាទដែលមានប្រាសាទធំហ្នឹងបាទនៅចំកណ្ដាលនៃរាជធានីហើយមានបារាយមានផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងអស់បាទគឺជាអាណាចក្រដ៏ធំមួយនៅសម័យអង្គរនៅសម័យជ័យវរ្ម័នទី4ហ្នឹងបាទហើយក្រោយមកស្ដេចបន្ទាប់ហ្នឹងគឺជ័យវរ្ម័នទី4គឺ628បាទដល់644